សូមស្វាគមន៍មកកាន់ Article Layer ដែលវីដេអូនេះនឹងប្រាប់អំពីរបៀបចូលទៅ download ក៏ដូចជាទាញយកនៅ logo របស់សាកលវិទ្យាល័យ Bear Pride នៅលើប្រព័ន្ធប្រតិបត្តិការ macOS ជាដំបូងយើងចូលទៅបើក browser Google Chrome ហើយនៅត្រង់ប្រអប់ search យើងវាយបញ្ចូលពាក្យថា bbu.edu.kh ហើយចុចនៅ keyboard enter នៅពេលនេះគឺយើងបានចូលមកកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ Bear Pride ហើយយើងធ្វើការអូសចុចក្រោមហើយយើងក៏លេខមកផ្នែកខាងស្ដាំឈៀងខាងក្រោមដែលឃើញពាក្យថា BBU logo យើងចុចនៅលើហ្នឹងហើយយើងធ្វើការអូសចុចក្រោមបន្តិចនោះនឹងឃើញអក្សរពាក្យថាទាញយក logo BBU ហើយយើងនឹងឃើញ logo BBU ហើយអូសចុចក្រោមបន្តិចយើងនឹងឃើញពាក្យថា logo BBU.PSD និង .ai ដែល .PSD នេះគឺជា file របស់ Adobe Photoshop ហើយនឹង .ai ហ្នឹងគឺជា file របស់ Adobe Illustrator ហើយយើងធ្វើការចុច download នោះនឹងនាំមកកាន់ Google Drive ហើយយើងចុចនៅលើពាក្យថា download ដោយប្រើ single click ផងដែរហើយយើងក៏លេខទៅមើលផ្នែកខាងលើដែលមាន icon download ហ្នឹងគឺយើងនឹងឃើញនៅ file logo bbq.psd បានធ្វើការ download រួចរាល់ហើយយើងចុចនៅលើ icon folder នឹងឃើញពាក្យថា show in finder ហើយយើងធ្វើការចុច single click ហើយនឹងនាំមកកាន់ finder នៅត្រង់ menu download ហើយយើងនឹងឃើញ file logo bbq.psd យើងធ្វើការចុចនៅ double click ក៏បាន right click ក៏បានដោយនៅលើ macOS គឺយើងប្រើម្រាម2នៅលើ touchpad ហើយយើងចុច open with យើងត្រូវបើកជាមួយនឹង Adobe Photoshop យើងធ្វើការចុច single click នោះនឹងនាំមកកាន់ Adobe Photoshop ហើយយើងនឹងឃើញ file logo bbq.psd ហើយយើងនឹងឃើញ CMYK ដែល file CMYK ហ្នឹងគឺប្រើសម្រាប់គោលបំណងដូចជា print ចេញគឺនៅពេលដែលយើងធ្វើកិច្ចការស្រាវជ្រាវបុគ្គលកិច្ចការស្រាវជ្រាវក្រុមមានជាសៀវភៅមានជា slide ដូច្នេះហើយគឺយើងត្រូវការដែលជា file CMYK នឹងដើម្បី print ចេញមកច្បាស់គឺបង្ហាញនៅ color ទាំងអស់បានត្រឹមត្រូវហើយយើងមិនចាំបាច់ដូរទៅ RGB color ទេយើងប្រើនៅ file ដដែលនេះទៅហើយយើងឃើញថា file logo BBU គឺគ្មាន background ទេគឺជាប្រភេទ file transparency ជា file ដែលគ្មាន background យើងមើលទៅផ្នែកខាងលើគេបង្អស់នៅត្រង់ file យើងចុចចូល file ហើយយើងអូសចុចក្រោមយើងមករកពាក្យ export យើងចុចទៅលើពាក្យ export ហើយយើងចុចនៅលើ export as ហើយយើងក៏លេខមកមើលខាងស្ដាំកន្លែង file setting នៅត្រង់ format យើងយក PNG មកដោយដំបូងអញ្ចឹងអាចជា JPEG អីចឹងទៅប៉ុន្តែយើងត្រូវជ្រើសរើសយក file PNG ហើយចំពោះ transparency គឺយើងរក្សាទុកនៅដដែលទៅបើសិនបើមិនមានទេយើងអាចចុច tick នៅលើនឹងបានចុច tick ហើយយើងអូសចុចក្រោមបន្តិចមកនៅត្រង់ color space ចុច tick image color profile ហើយយើងធ្វើការចុចនៅ export ហើយយើងទុកនៅលើ download ដដែលទៅហើយនឹងឃើញ file ហ្នឹងគឺកន្ទុយ .png ហើយយើងធ្វើការចុច export ហើយយើងចុចបិទនៅ file ហ្នឹងហើយចុច save ហើយយើងធ្វើការបិទនៅកម្មវិធី Photoshop ហើយយើងចូលទៅកាន់ Finder ម្ដងទៀតក៏បានចូលទៅកាន់ download ហើយយើងនឹងឃើញ file ដែលយើងធ្វើការ export ចេញបាញ់គឺ logo bbq.png ដូច្នេះយើងធ្វើការចុច right click ដោយប្រើម្រាម2នៅលើ touchpad ហើយយើងធ្វើការចុច
open with គឺ with preview.app ប្រើ single click គឺយើងនឹងឃើញ file ហ្នឹងគឺជា file PNG ហើយយើងអាចយកទៅធ្វើជាកិច្ចការស្រាវជ្រាវបុគ្គលកិច្ចការស្រាវជ្រាវក្រុមក៏ដូចជាសារណាផ្សេងៗជាដើមដែលយើងអាចធ្វើការប្រើប្រាស់បានដោយគ្មាន background អត់មានជាប់ background តែខាងក្រោយ cursor នោះទេឧទាហរណ៍ថាខ្ញុំប្រើប្រាស់នៅលើ Microsoft PowerPoint ហើយខ្ញុំយក blank presentation យក create នេះយើងលុបចេញអស់ទៅហើយយើងចូលទៅកាន់ insert យើងចូលទៅកាន់ picture ចុចនៅលើ picture យើងចុចនៅលើ picture from file ហើយយើងចូលទៅកាន់ download ហើយយើងនឹងឃើញ logo bbview.png យើងជ្រើសរើសនៅលើហ្នឹងហើយចុច insert នោះយើងនឹងបាន logo bbview ដែលគ្មាន background ឧទាហរណ៍បែបនេះខ្ញុំចូលទៅកាន់ design ហើយខ្ញុំនឹងប្រើ background ពេលនេះអញ្ចឹងយើងកន្លែងឃើញថា logo bbview គឺគ្មានជាប់នៅ background នោះទេគឺយើងធ្វើការពង្រួមនៅ logo bbview ឲ្យមានទំហំតូចត្រូវកន្លែងមកផ្នែកខាងឆ្វេងជាងខាងលើនៃជ្រុងរបស់ logo ហើយដាក់ cursor ឲ្យចំហើយនឹងបង្ហាញជាលក្ខណៈសញ្ញាព្រួញសងខាងបែបនេះហើយយើងធ្វើការប្រើនៅម្រាមដៃឆ្វេងយើងប្រើចុចនៅលើ key shift ហើយចំពោះឯម្រាមដៃនៅខាងស្ដាំគឺយើងប្រើនៅម្រាម3ទៅដើម្បីអូសនៅលើ touchpad គឺយើងធ្វើការអូសបែបនេះឲ្យចុះប្រឆាត់ពីលើមកក្រោមបែបនេះដើម្បីរក្សានៅទំហំរបស់ logo ឲ្យវាមានស្ថិរភាពមិនប៉ាលមិនខូចនៅត្រង់ទ្រាយដើមយើងព្រមប៉ុណ្ណេះមក width 2.5 ហើយ 3.30 អីចឹងទៅហើយតើមកយើងបន្លែងពេលយើងបន្លែងយើងនឹងបាន logo មួយដែលមានទំហំប៉ុណ្នេះហើយយើងត្រូវការប្រើនៅម្រាម3នៅលើ touchpad យើងអូសរំកិលវាទៅខាងលើនៅផ្នែកខាងឆ្វេងគឺយើងទុកបែបនេះគឺយើងបាននៅ logo មួយសម្រាប់ដាក់នៅក្នុង PowerPoint ហើយវីដេអូមិនឈានដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនា